ចំនួនចាប់8ផ្ទាំងហើយបណ្ដាលឲ្យបរិសម្នាក់នឹងស្លាប់ភ្លាមដោយសារតែត្រូវរនាំងដៃនឹងចាក់ទម្លុះយុវជនម្នាក់បានស្លាប់ភ្លាមនៅនឹងកន្លែងកាត់ហេតុគណៈដែលរូបគេបើករថយន្តម៉ាតូរីដឹកផ្លែឈើមួយគ្រឿងក្នុងល្បឿនលឿនហើយក៏បានជ្រុលទៅបោករនាំងដៃពុះចៃទ្រង់ផ្លូវបណ្ដាលឲ្យបាក់អស់ចំនួន8ផ្ទាំងហើយរនាំងដៃក៏បានចាក់ទម្លុះរថយន្តធ្លាយចូលទៅចំដើមទ្រូងទៅកង់រថយន្តនឹងស្លាប់ភ្លាមយ៉ាងអនាថមនៅនឹងកន្លែងកាត់ហេតុដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះគឺបានកាត់ឡើងកាលពីវេលាម៉ោង 2:30 នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី29 ខែកក្កដាឆ្នាំ 2014 នៅចំណុចមុខចាប្រេងឥន្ធនៈតេឡាតាមមកដោយផ្លូវសាបមរស៊ីក្នុងសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យជនរងគ្រោះដែលស្លាប់ឈ្មោះសំផាតភេទប្រុសអាយុ22ឆ្នាំគឺជាតកងរថយន្តនិងព្រោះរថយន្តម្នាក់ទៀតឈ្មោះសំទឿភេទប្រុសអាយុ27ឆ្នាំគឺជាបងបង្កើតអ្នកទាំងពីរមានស្រុកកំណើតនៅឯខេត្តកោះកុងបើតាមសម្ដីឈ្មោះសំទឿបានដឹងថាមុនពេលកាត់ហេតុនឹងពួកគេបានបើករថយន្តដឹកផ្លែឈើចេញពីខេត្តកោះកុងមកភ្នំពេញបំណងយកទៅលក់នៅផ្សារនិមាសលុះមកដល់ចំណុចមុខប្រេងចាឥន្ធនៈនោះក៏ស្រាប់តែបានជ្រុះទូរស័ព្ទទៅខាងក្រោមភ្លាមនោះឈ្មោះសំផាតក៏បានអោនរើសស្រាប់តែរេចង្កូតទៅបុកចាក់បុករះរនាំងដៃពុះចៃទ្រង់ផ្លូវបាក់អស់ចំនួន8ផ្ទាំងហើយរនាំងដៃក៏បានបុកទម្លុះរថយន្តធ្លាយទៅបុកចំដើមទ្រូងទៅកង់រថយន្តនឹងបណ្ដាលឲ្យស្លាប់ភ្លាមយ៉ាងអនាថមនៅនឹងកន្លែងកាត់ហេតុក្រោយពេលកាត់ហេតុសមត្ថកិច្ចក៏បានចុះមកអន្តរាគមន៍និងធ្វើការវាស់វែងជារថយន្តទៅរក្សាទុកនៅក្រៅចល័យចរាចរណ៍ជើងគោកដើម្បីរងចាំដោះស្រាយតាមច្បាប់រីឯសពក៏ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារដឹកបន្តទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត